កួត ENC 2021មានរឿងត្រូវនិយាយគ្នាទៀតហើយដោយខ្ញុំនិយាយចឹងនិយាយជាមួយនឹង e-sport តើដាក់ជាមួយនឹង idol បានជាតិ idol ឆ្ងាញ់កប់ជឿជាក់ឡើងស្លេតោះឥឡូវយើងមកចេញគ្នាទៅតាក់ទងជាមួយនៅក្នុងការប្រកួត ENC 2021អ្នកទាំងអស់គ្នាប្រកាសជាបានដឹងហើយក៏បានឃើញដូចគ្នាតាក់ទងជាមួយនឹង Page e-sport Nation Cup បានផុសជាមួយនឹងរូបភាពមួយស្លឹកដែរការប្រកួត ENC 2021នេះគឺនឹងលើកទៅដល់ឆ្នាំ2027ខែវិច្ឆិកាអ្នកទាំងអស់គ្នាOh my god ចឹងសម្រាប់ការប្រកួត ENC នេះមិនទាន់ដឹងមូលហេតុថាតើហេតុអីបានលើកទៅដល់ឆ្នាំក្រោយទេអ្នកនរប៉ុន្តែបើតាមដែលខ្ញុំពិភាក្សាហើយខ្ញុំដឹងខ្លះតាក់ទងជាមួយនៅក្នុងការប្រកួតគឺពេលដែលយើងប្រកួត MPL KA Season ទី11ចប់គឺយើងចូលទៅដល់ MCT ចប់ MCT យើងចូលទៅដល់ M8 នៅឯប្រទេសទូគីពេលដែលចប់ M8 គឺនឹងត្រូវប្រកួតទៀតគឺនៅក្នុងការប្រកួត Global Esport ដែលទីតាំងនៅសហរដ្ឋអាមេរិកអ្នកនរអើយនិយាយរងទៅចប់មួយឆ្នាំទៀតលើហើយអ្នកនរឈប់សិនអ្នកនររៀងស្អកកដាក់ជាមួយនឹង idol តិចសិនហើយមួយទៀតសម្រាប់ការប្រកួត ENC នេះក៏មាន qualify team ដែរដែលនៅក្នុងនោះមានប្រទេសវៀតណាម ប្រុយណេហើយកូរ៉េមាននេប៉ាល់ដល់ថ្នាក់មានប្រាំងមានអីផ្សេងទៀតណាអ្នកគ្នាអញ្ចឹងគឺថាអាចនឹងគេ qualify សិនឬក៏យ៉ាងម៉េចអាហ្នឹងគឺខ្ញុំអត់ដឹងច្បាស់ទេតែតើតោះជាមួយនឹង qualify គឺលឿនទេអាហ្នឹងគឺអាចនឹងយូរដល់ឆ្នាំក្រោយចូលខែវិច្ឆិកាចិត្តឆ្នាំ2028ណាអ្នកគ្នាអញ្ចឹងគឺថាយើងមិនដឹងថារឿងរ៉ាវយ៉ាងម៉េចយ៉ាងម៉ាទេអាហ្នឹងគឺយើងចាំមើលទាំងអស់គ្នានេះបើតាមដែលខ្ញុំពិភាក្សាទេហើយមូលហេតុអាចនិយាយថាការដែលលើកទៅដល់ឆ្នាំក្រោយហ្នឹងអាចនឹងជារឿងហ្នឹងក៏ថាបានហើយអាចនឹងខាងមូនធូនគាត់រៀបចំជាមួយនឹងសេណារីយ៉ូថាឆ្នាំក្រោយត្រូវមានការប្រកួតអីគេត្រូវការលីកអីផ្សេងអាហ្នឹងគឺយើងមិនទាន់ដឹងដូចគ្នាសម្រាប់ការប្រកួត MCT ដែលប្រព្រឹត្តឡើងនៅឯប្រទេសតៃឡេវហ្នឹងគឺខ្ញុំអត់ទាន់និយាយដែរអ្នកគ្នាព្រោះដោយសារតែឥឡូវនេះខ្ញុំកំពុងតែប្រមូលព័ត៌មានដែលច្បាស់លាស់និយាយប្រាប់អ្នកទាំងអស់គ្នាហើយសម្រាប់ roster នេះគឺខ្ញុំមិនដឹងថាតើអាចនឹងមានការផ្លាស់ប្ដូរឬក៏យ៉ាងម៉េចរឿងហ្នឹងគឺយើងចាំមើលទាំងអស់គ្នានៅ page សហព័ន្ធឬក៏ page MPL Cambodia អញ្ចឹងសរុបមកគ្នាយើងយល់យ៉ាងម៉េចដែរជាមួយនៅក្នុងការប្រកួត ENC ដែលលើកទៅដល់ឆ្នាំក្រោយនៅក្នុងខែវិច្ឆិកានេះបើសិនជាអ្នកនរគ្នាបានដឹងច្បាស់កុំភ្លេច comment នៅខាងក្រោយខ្ញុំដឹងផងដើម្បីឲ្យខ្ញុំលើកឡើងនិយាយប្រាប់ជូនអ្នកនរគ្នាបន្ថែមទៀតអីចឹងទៅអញ្ចឹងគ្នាយើងកុំភ្លេច follow TikTok ហើយជាមួយនឹង Facebook ខ្ញុំផងពេលដែលមានព័ត៌មាន update អីគឺអ្នកនរគ្នានឹងទទួលបានមុនគេអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ